លោក Donald Trump បានណាអង្គថាសហរដ្ឋអាមេរិកនិងប្រទេសចិនអាចបន្ធូរកម្ដៅបញ្ហាពន្ធជាមួយគ្នាក្នុងពេលឆាប់ៗនេះបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំរិទ្ធីម្ដងទៀតហើយខ្ញុំតែងតែលើកយកនៅជាព័ត៌មានទាន់ហេតុការណ៍ក៏ដូចជាដំណឹងល្អៗជូនទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែនិយមស្ដាប់នៅរាល់ដំណឹងល្អរបស់ខ្ញុំក៏ដូចជាចំណេះដឹងផ្សេងៗដែលខ្ញុំបានធ្វើដើម្បីបង្ហោះតាមបណ្ដាញសង្គម Channel YouTube ជាដើមនៅក្នុងថ្ងៃនេះផងសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅដំណឹងក៏ដូចជាចំណេះដឹងល្អៗតាមរយៈ Channel របស់ខ្ញុំនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងពិភពលោកយើងនេះតែម្ដងដែលទាក់ទងជាមួយនឹងសហរដ្ឋអាមេរិកហើយនិងប្រទេសចិនប្រហែលជាបងប្អូនទាំងអស់គ្នានៅតែចាំហើយក៏បងប្អូនទាំងអស់គ្នានៅតែដឹងហើយថាចាប់តាំងតែអំពីការឡើងការតំណែងជាលើកទី2របស់លោកប្រធានាធិបតី Donald Trump គឺគាត់បានក្រឡុកពិភពលោកឲ្យមានការឈឺក្បាលយ៉ាងខ្លាំងតែម្ដងដោយសារតែបញ្ហានៃការដាក់អត្រាពន្ធគយឬក៏ពន្ធបរិការនៃការនាំចូលរាល់សម្ភារៈនៃប្រទេសជាដៃគូរបស់ខ្លួនដែលនាំចូលទៅលក់នៅក្នុងទឹកដីសហរដ្ឋអាមេរិកតែម្ដងមិនថាប្រទេសធំធំមិនថាប្រទេសតូចនោះទេសូម្បីតែប្រទេសកម្ពុជាយើងក៏ជាប់នឹងអត្រាពន្ធគយរហូតដល់49%ពីសំណាក់លោកប្រធានាធិបតី Donald Trump ហើយក៏មន្ត្រីរបស់ប្រទេសកម្ពុជានៅក្នុងថ្ងៃនេះតែម្ដងក៏កំពុងតែស្ថិតនៅក្នុងសហរដ្ឋអាមេរិកដើម្បីធ្វើការចរចាជាលើកទី2ជាមួយនឹងសហរដ្ឋអាមេរិកផងដែរនេះបើយើងនិយាយអំពីអត្រាពន្ធគយដែលសហរដ្ឋអាមេរិកបានដាក់មកលើប្រទេសកម្ពុជាយើងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានដឹងហើយនឹងឲ្យបានជ្រាបនោះគឺកាលពីថ្ងៃម្សិលមិញគឺថ្ងៃប្រហោះទី5ខែមិថុនានេះតែម្ដងលោកប្រធានាធិបតី Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកថាគឺភាពខ្មៅងងឹតឬក៏ភាពកម្ដៅយ៉ាងខ្លាំងដែលតាក់ទងជាមួយនឹងប្រទេសចិនអាចនឹងដល់ពេលវេលានៅក្នុងការបញ្ឈប់ឬក៏ចិននិងសហរដ្ឋអាមេរិកអាចស្វែងរកនៅដំណោះស្រាយរួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យចិននិងសហរដ្ឋអាមេរិកគៀកដៃគ្នាក្នុងការធ្វើការជាមួយគ្នាឡើងវិញនេះបើតាមការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump ដោយការពីថ្ងៃប្រហោះទី5ខែមិថុនានេះលោកប្រធានាធិបតី Donald Trump បានធ្វើការពិភាក្សាគ្នាជាមួយនឹងលោកស៊ីជីនពីងដែលជាប្រធានាធិបតីរបស់ប្រទេសចិនតាមរយៈទូរស័ព្ទរយៈពេលវេលាប្រមាណជា1ម៉ោងកន្លះផងដែរបន្ទាប់តែអំពីការពិភាក្សាគ្នារវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនេះគឺខាងភាគីសហរដ្ឋអាមេរិកតែម្ដងដែលជាអ្នករកនៅវិធីសាស្ត្រឲ្យគេឈឺក្បាលហើយក៏ជាប្រទេសមួយដែលស្វែងរកនៅការចរចាជាមួយនឹងប្រទេសចិនតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាបើទោះបីជាចិនបានធ្វើការវាយប្រហារទៅលើការដាក់អត្រាពន្ធគយឆ្លើយតបជាមួយនឹងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយក៏ប៉ុន្តែចិនគេនៅតែរក្សានៅភាពស្ងៀមស្ងាត់របស់គេជានិច្ចបើទោះបីជាមានការខឹងសម្បាជាមួយនឹងសហរដ្ឋអាមេរិកយ៉ាងណាចិនតែងតែធ្វើការងារដោយភាពត្រជាក់ហើយមានការរឹតចំណងជាមួយនឹងបណ្ដាប្រទេសទូទៅនៅក្នុងពិភពលោកយើងនេះតែម្ដងនៅក្នុងវេលាដែលសហរដ្ឋអាមេរិកកំពុងតែក្រឡុកពិភពលោកយើងនេះប្រហែលជាសហរដ្ឋអាមេរិកកំពុងតែដឹងខ្លួនបណ្ដាដោយសារតែខ្លួនបានធ្វើឲ្យពិភពលោកកំពុងតែមានភាពល្អកកជាមួយខ្លួនមិនថាសមមិត្តដែលជាមិត្តដ៏ល្អរបស់សហរដ្ឋអាមេរិកក៏សហរដ្ឋអាមេរិកមិនលើកលែងដែរសម្បីតែប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូងឬក៏សហភាពអឺរ៉ុបប្រទេសអង់គ្លេសអីជាដើមគឺសិតសឹងតែទទួលរងនៅអត្រាពន្ធគយឬក៏ពន្ធបរិការរបស់សហរដ្ឋអាមេរិកតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានស្ដាប់នៅរាល់ព័ត៌មានក៏ដូចជាដំណឹងល្អៗនៅទូទាំងពិភពលោកយើងនេះគឺបានដឹងហើយថាប្រទេសនីមួយៗកំពុងតែសម្រុកនៅក្នុងការទៅចរចាជាមួយនឹងមន្ត្រីធំៗរបស់សហរដ្ឋអាមេរិកដើម្បីធ្វើយ៉ាងណាបញ្ចុះបញ្ចូលឲ្យសហរដ្ឋអាមេរិកទទួលយល់ព្រមនៅសេចក្តីស្នើសុំរបស់ប្រទេសរៀងៗខ្លួនមិនថាកម្ពុជាមិនថាវៀតណាមឬក៏ថៃនោះទេគឺកំពុងតែស្កាត់ជួបសហរដ្ឋអាមេរិកដើម្បីធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយនៅអត្រាពន្ធគយឲ្យខ្លួនតែម្ដងដោយឡែកសម្រាប់ភាគីចិនវិញតែម្ដងមិនមែនមានន័យថាចិនធ្វើការដោយត្រជាក់ដោយមិនមានការខឹងសម្បាឬក៏ដោយមិនខ្លាចនៅពន្ធបរិការរបស់សហរដ្ឋអាមេរិកទេគឺចិនខ្លាចនៅពន្ធនេះដូចគ្នាដូច្នោះហើយបាននៅពេលដែលសហរដ្ឋអាមេរិកបានបង្កើននៅពន្ធនេះភ្លាមប្រទេសចិនបានធ្វើការឆ្លើយតបហើយនឹងបានតវ៉ាយ៉ាងខ្លាំងជាមួយនឹងសហរដ្ឋអាមេរិកក៏ប៉ុន្តែពេលថ្មីថ្មងគឺសហរដ្ឋអាមេរិកគឺមិនបន្ទន់អេរយាប័តទេគឺសហរដ្ឋអាមេរិកគឺខំប្រឹងតែដាក់សម្ពាធឲ្យប្រទេសចិនជាក់ស្ដែងដូចជាការដាក់ពន្ធប្រមាណជា100%ជាងទៅលើទំនិញរបស់ប្រទេសចិនដែលធ្វើឲ្យប្រទេសចិនធ្វើការវិបកទៅលើការដាក់ពន្ធបរិការរបស់ខ្លួនទៅសហរដ្ឋអាមេរិកតែម្ដងដែលឃើញថាការដាក់សម្ពាធឲ្យគ្នាទៅវិញទៅមករវាងភាគីចិននិងសហរដ្ឋអាមេរិកគឺពិតជាធ្វើឲ្យបណ្ដាប្រទេសនៅទូទាំងពិភពលោកយើងនេះកំពុងតែមានបញ្ហាទាក់ទងជាមួយនឹងផ្នែកពាណិជ្ជកម្មនេះតែម្ដងពីព្រោះថាប្រទេសចិននិងសហរដ្ឋអាមេរិកគឺជាប្រទេសលេខ1និងលេខ2ទៅលើវិស័យផ្នែកពាណិជ្ជកម្មក៏ដូចជាសភាវុធផងដែរដូច្នោះហើយបានជាពិភពលោកគឺគេកំពុងតែរងចាំមើលថាតើចិននិងសហរដ្ឋអាមេរិកអាចស្វែងរកនៅចំណុចត្រូវគ្នា
រួមណាមួយដើម្បីធ្វើឲ្យសីតុណ្ហភាពនៃបញ្ហាកម្ដៅអត្រាពន្ធគយរបស់សហរដ្ឋអាមេរិកជាមួយនឹងចិននឹងមានការធ្លាក់ចុះមកឬក៏ធ្វើឲ្យស្ថានភាពនឹងកាន់តែល្អប្រសើរឡើងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាបន្តអំពីជំនួបលើកទី1រវាងប្រទេសចិននិងសហរដ្ឋអាមេរិកនិងឯប្រទេសស្វីសនោះគឺប្រទេសទាំងពីរបានមូលមតិគ្នាជាឯកច្ឆន្ទនៅក្នុងការកំណត់ឬក៏គេដាក់ពេលវេលាឲ្យគ្នារហូតដល់90ថ្ងៃដោយការយកពន្ធជាធម្មតាដោយការតែអំពីប្រធានាធិបតី Donald Trump មិនទាន់ឡើងកាន់តំណែងអញ្ចឹងគេទុកថេរវេលាឲ្យគ្នារយៈពេល90ថ្ងៃដើម្បីស្វែងរកនៅដំណោះស្រាយរួមមួយដើម្បីធ្វើយ៉ាងណាឲ្យមានភាពល្អប្រសើរឡើងផ្នែកពាណិជ្ជកម្មក៏ដូចជាការទូតជាមួយនឹងសហរដ្ឋអាមេរិកនិងចិនផងដែរក៏ប៉ុន្តែថ្មីនេះគឺនៅក្នុងថ្ងៃប្រហ័សទី5ខែមិថុនានេះលោកប្រធានាធិបតីបានDonald Trump បានធ្វើការតាក់ទងនិយាយសន្ទនាគ្នាដោយផ្ទាល់ជាមួយនឹងលោក Xi Jinping ហើយក៏បានឯកភាពគ្នានៅក្នុងការធ្វើយ៉ាងណាដើម្បីធ្វើឲ្យសីតុណ្ហភាពឬក៏កម្ដៅនយោបាយក៏ដូចជាកម្ដៅពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះស្វែងរកនៅភាពល្អប្រសើរបើទោះបីជាមិនមានជាលទ្ធផលដុំកំភួនយ៉ាងណាក៏ដោយតាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទនេះក៏ប៉ុន្តែយើងអាចសន្មតឬក៏យើងអាចគិតឃើញបានថាប្រសិនបើភាគីទាំងពីរឬក៏ប្រមុខរដ្ឋទាំងពីរបានងាកមករកតុកតចាដោយតាមរយៈការខលតាមរយៈទូរស័ព្ទនេះវាគឺជាដំណាក់កាលទី1ដែលធ្វើឲ្យស្ថានភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកំពុងតែឈ្មោះទៅរកភាពល្អប្រសើរក៏ដូចជាធ្វើឲ្យពិភពលោកយើងនេះកំពុងតែមានភាពល្អប្រសើរដូចគ្នាដែរបន្ទាប់អំពីការនិយាយគ្នាទៅវិញទៅមករួចហើយនោះលោកប្រធានាធិបតី Donald Trump ក៏បានបញ្ជាក់ដែរថាលោកប្រធានាធិបតី Xi Jinping បានអញ្ជើញលោក Donald Trump ឲ្យទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសចិនហើយសហរដ្ឋអាមេរិកក៏ធ្វើការស្នើអញ្ជើញដល់លោកប្រធានាធិបតី Xi Jinping ឲ្យទៅធ្វើដំណើរទស្សនកិច្ចបែបផ្លូវរដ្ឋនៅឯសហរដ្ឋអាមេរិកផងដែរទាំងអស់នេះហើយគឺវាអាចសបញ្ជាក់ឲ្យឃើញថាពិភពលោកអាចវិលមករកភាពល្អប្រសើរឡើងបន្តិចម្ដងតាមរយៈការធ្វើពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិកតែម្ដងអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតតើបញ្ហារវាងប្រទេសចិនក៏ដូចជាសហរដ្ឋអាមេរិកនឹងពិតជាទទួលបាននៅលទ្ធផលល្អឬក៏យ៉ាងណាដែរអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតនៅពេលខាងមុខតើមន្ត្រីធំរវាងប្រទេសទាំងពីរនេះនឹងណាត់ជួបចរចាគ្នានៅពេលណាហើយតើលោកប្រធានាធិបតី Donald Trump នឹងទៅបំពេញទស្សនកិច្ចនៅឯប្រទេសចិននៅក្នុងថ្ងៃណាហើយលោកប្រធានាធិបតី Xi Jinping នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅក្នុងថ្ងៃណាដែរអញ្ចឹងយើងនឹងរងចាំតាមដានមើលទៅលើព្រឹត្តិការណ៍ទាំងនេះទាំងអស់គ្នាតើវាពិតជាធ្វើឲ្យពិភពលោកបង្កើននៅស្នាមញញឹមម្ដងទៀតឬក៏យ៉ាងណាដែរអញ្ចឹងខ្ញុំនឹងជាយាមស្វែងរកនៅដំណឹងក៏ជាព័ត៌មានល្អៗដើម្បីចែកជូនទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែនិយមតាមដានស្ដាប់នៅរាល់វីដេអូរបស់ខ្ញុំនៅក្នុង channel របស់ខ្ញុំតែម្ដងក៏ប៉ុន្តែសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅរាល់ដំណឹងថ្មីល្អៗក៏ដូចជាចំណេះដឹងដែលតាក់ទងជាមួយនឹងបញ្ហាសង្គមជាតិនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសផងដែរបាទសូមអរគុណសូមជម្រាបលា